ក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ចេញសេចក្តីប្រកាសព័ត៌មានដោយយល់ឃើញថាឈ្មោះងៅមេងជ្រួនពៅវណ្ណាសានតេងនិងឈ្មោះតាន់គឹមរិតបានបំផុសបំផុលញុះញង់និងចេតនាប្រមូលផ្ដុំដែលប្រឆាចពីស្មារតីនិងយន្តការដោះស្រាយបញ្ចប់វិវាទរបស់ក្រសួងដែនដីនគររូបនីយកម្មនិងសំណង់សេចក្តីប្រកាសព័ត៌មានក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ហៅកាត់ថាដនសមានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថាកាលពីព្រឹកថ្ងៃទី28 ខែមេសាឆ្នាំ2025 ផេក Facebook អនាគតថ្មីបានផ្សាយអំពីករណីវិវាទដីធ្លីដែលក្រសួងកំពុងពិនិត្យដោះស្រាយរវាងប្រជាពលរដ្ឋជាមួយលោកលីសៃខៀងស្ថិតនៅឃុំអូបេជន់ស្រុកអូជ្រៅនិងសង្កាត់អូឫស្សីសង្កាត់ផ្សារកណ្ដាលសង្កាត់និមិត្តក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យចំពោះករណីនេះក្រសួងសូមជម្រាបជូនអំពីសាវតារនិងវឌ្ឍនភាពនៃការដោះស្រាយដូចខាងក្រោមនៅឆ្នាំ2003ឈ្មោះលីសៃខៀងតំណាងឲ្យក្រុមហ៊ុន ASK NKH បានប្រមូលទិញដីទំហំប្រមាណ 787.69 ហិកតាតាមរយៈឈ្មោះម៉ែនវិនហៅដេកនិងឈ្មោះកៅកុសលនិងបានផ្ទេរកម្មសិទ្ធិកាន់កាប់មានអាជ្ញាធរភូមិឃុំសង្កាត់បញ្ជាក់ទទួលស្គាល់ពីទិញដីខាងលើក្រុមហ៊ុន ASK NKH ទទួលគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាលតាមលិខិតលេខ361សជណចុះថ្ងៃទី12ខែមីនាឆ្នាំ2003លិខិតលេខ955សជណចុះថ្ងៃទី25ខែកក្កដាឆ្នាំ2003លិខិតលេខ343សជណចុះថ្ងៃទី30ខែមីនាឆ្នាំ2004និងលិខិតលេខ1114សជណចុះថ្ងៃទី5ខែកញ្ញាឆ្នាំ2003របស់ទីស្តីការគណៈរដ្ឋមន្ត្រីពាក់ព័ន្ធការធ្វើផ្លូវដាំបង្គោលភ្លើងតបណ្ដាញអគ្គិសនីពីថៃការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនិងបង្កើតផែស្ងួតវិវាទកើតមានឡើងនៅពេលដែលឈ្មោះលីសៃខៀងបានចេញទៅស្នាក់នៅក្រៅប្រទេសមិនត្រឡប់មកគ្រប់គ្រងជាប់លាប់ដោយផ្ទាល់ហើយមានការអះអាងថាទីតាំងដីខ្លះពុំទាន់បានទូទាត់ថ្លៃដីគ្រប់ចំនួនទីតាំងដីខ្លះពុំទាន់បានទិញទីតាំងដីខ្លះទៀតត្រូវបានឈ្មោះម៉ែនវិនហៅដេកនិងក្រុមគ្រួសារយកទៅលក់ឲ្យអតីតជនហើយទីតាំងដីមួយចំនួនទៀតមានការចូលកាន់កាប់និងទិញលក់បន្តបន្ទាប់ក្រោយពីឈ្មោះម៉ែនវិនបានទទួលមរណភាពបច្ចុប្បន្នករណីវិវាទខាងលើក្រសួងដនសបានសម្របសម្រួលដោះស្រាយបញ្ចប់មួយចំនួនតាមគោលការណ៍ឈ្នះឈ្នះនិងកំពុងបន្តពិនិត្យដោះស្រាយជាមួយភាគីពាក់ព័ន្ធដែលនៅសេសសល់ក្រសួងដនសនិងគណៈកម្មការសុរិយោដីថ្នាក់ជាតិយល់ឃើញថាការបំផុសបំផុលញុះញង់និងចេតនាប្រមូលផ្ដុំរបស់បុគ្គលមួយចំនួនរួមមានឈ្មោះងៅមេងជ្រួនពៅវណ្ណាសានតេងគឺប្រឆាចពីស្មារតីនិងយន្តការដោះស្រាយបញ្ចប់វិវាទរបស់ក្រសួងដនសហើយវេទិកា Facebook មិនមែនជាកន្លែងសម្រាប់ដោះស្រាយបញ្ហានោះទេសេចក្តីដោយបានជម្រាបជូនខាងលើសូមសាធារណជនមេត្តាជ្រាបជាព័ត៌មានសូមបញ្ជាក់ថាឈ្មោះងៅមេងជ្រួនអតីតជាអភិបាលក្រុងប៉ោយប៉ែតជាអតីតអភិបាលរងខេត្តបន្ទាយមានជ័យនិងជាប្រធានគណៈកម្មការដោះស្រាយវិវាទដីធ្លីឈ្មោះសានតេងឈ្មោះតាន់កំរិតជាសមាជិកក្រុមប្រឹក្សាក្រុងប៉ោយប៉ែតនិងឈ្មោះពៅវណ្ណាគឺប្រពន្ធរបស់លោកកុលសារិនមេឃុំអូបេជន់ដែលឈ្មោះខាងលើសុទ្ធតែជាអាជ្ញាធរនិងប្រពន្ធអាជ្ញាធរក្នុងករណីវិវាទនេះសង្ឃឹមថាក្រសួងដែនដីនឹងមានអធិការកិច្ចស៊ើបអង្កេតបន្ថែមចំពោះលិខិតស្នាមនៃការជន់លើដីរបស់អង្គការលីសៃខៀងតើមានភាពមិនប្រក្រតីដែរឬទេហើយបើរកឃើញថាមានភាពមិនប្រក្រតីតើក្រសួងនឹងមានវិធានការយ៉ាងណាចំពោះឈ្មោះខាងលើរួមទាំងភាគីពាក់ព័ន្ធដើម្បីឲ្យស្របតាមយន្តការរបស់រាជរដ្ឋាភិបាលអាណត្តិទី7ដែលមានសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីនិងស្របតាមយន្តការរបស់ក្រសួងដែនដីដើម្បីបញ្ចប់បញ្ហាដីធ្លី